ឆ្លងកាត់តាមវីដេអូខ្លីមួយនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងលែងមានការយល់ច្រឡំអំពីគ្រាប់ពូជល្ហុងបងប្អូនក្នុងការទុកពូជល្ហុងក្នុងការពុះយកគ្រាប់ឃើញមានការចែករំលែកមួយចំនួនវាជាការចែករំលែកមិនត្រឹមត្រូវជាការចែករំលែកពីក្រុម MMO ក្រុមផលិតមាតិកាដើម្បីរលុយអនឡាញដើម្បីប្រម៉ូទខ្លួនគេឬក៏ដើម្បីគោលបំណងផ្សេងមិនមែនជាការចែករំលែកនៅចំណេះដឹងដែលពិតប្រាកដទេអញ្ចឹងពាក់ព័ន្ធទៅនឹងការទុកពូជល្ហុងណាបងប្អូននេះជាប្រភេទគ្រាប់ពូជល្ហុងក្នុងស្រុកពូជល្ហុងគ្រាប់ល្ហុងនៅក្នុងហ្នឹងគឺវាមានញីមានឈ្មោះលាយឡំគ្នានៅក្នុងហ្នឹងស្រាប់អត់សម្គាល់ថាគ្រាប់ខ្មៅជាគ្រាប់ញីគ្រាប់ប្រផេះជាគ្រាប់ឈ្មោលទេឬក៏មានអ្នកចែករំលែកខ្លះអ្នកធ្វើវីដេអូខ្លះគេថាគ្រាប់ប្រផេះជាគ្រាប់ញីគ្រាប់ខ្មៅជាគ្រាប់ឈ្មោលពេលខ្លះគេដឹងក្នុងចិត្តគេថាមួយណាត្រឹមត្រូវហើយប៉ុន្តែគេធ្វើវីដេអូហ្នឹងដើម្បីទាក់ទាញចំណាប់អារម្មណ៍ដើម្បីឲ្យមានការ reaction ឲ្យមានការចុចlike ចុច comment ចុច share ឬក៏ការបញ្ចេញមតិយោបល់ comment នៅក្នុងការបង្ហោះរបស់គេហ្នឹងវាធ្វើឲ្យ page របស់គេកាន់តែ reach កាន់តែអ្នកមើលឃើញកាន់តែច្រើនអញ្ចឹងបងប្អូនពូជល្ហុងគ្រាប់ល្ហុងទោះបីពណ៌ខ្មៅទោះបីពណ៌ប្រផេះគឺមានញីមានឈ្មោះនៅក្នុងនឹងរួចស្រេចទៅហើយបាទអត់មែនថាគ្រាប់ពណ៌ណាឈ្មោះពណ៌ណាញីទេចឹងក្នុងការទុកពូជបងប្អូនវះយកទាំងអស់មកបាទហើយវីដេអូលម្អិតក្នុងការយកពូជល្ហុងពុះយកល្ហុងខ្ញុំធ្លាប់បានចាញ់រស់ហើយជាមួយនឹងខ្ញុំនឹងភ្ជាប់នៅក្នុង comment ចឹងបងប្អូនមានពូជប្រព័ន្ធនឹងហើយបងប្អូនគ្រាន់តែចាក់ទឹកបាទចាក់ទឹកដើម្បីឲ្យគ្រាប់ណាតែយើងស្រង់ចាញ់ទៅគ្រាប់ណាលិចយើងយកទៅបន្តបានហើយបាទហេតុអីក៏ចាំបាច់ចាក់ទឹកមែនតើអត់ទាល់តែចាក់ទឹកអញ្ចឹងក៏បានដែរបងប្អូនអត់ជាបញ្ហាទេតែយើងចាក់ដើម្បីយើងស្រង់គ្រាប់ស្ពោតគ្រាប់ដែលអត់សូវមានគុណភាពចាញ់បាទគ្រាប់តែនេះយើងស្រង់យកចាញ់ហើយគ្រាប់លិចយើងយកទៅបន្តវាដោះមកមានកម្លាំងឆាប់ដោះបាទឆាប់ដោះនេះបងប្អូននេះតែនេះយើងស្រង់វាចាញ់ទៅវាជាប្រភេទគ្រាប់អត់សូវមានគុណភាពបាទអត់សូវមានគុណភាពដំណោះអីអត់សូវល្អអត់សូវមានកម្លាំងទេអញ្ចឹងយើងស្រង់តែនឹងចាញ់មកហើយអាលិចនេះទោះបីសទោះបីខ្មៅយើងយកទៅបដោះបានទាំងអស់បងប្អូនហើយនៅពេលដែលកូនវាកពុះបានប្រមាណជាបដោះនៅលើថ្នាលអីហ្នឹងឬក៏នៅក្នុងកន្ទោងអីសិនក៏បានកពុះកូនបានប្រមាណជា1ទឹកចាំយើងវាដើម្បីយើងកំណត់ញីឈ្មោលបានបងប្អូនយើងយកមកពង្រោះហើយដើមដោះបានប៉ុណ្្នេះអង្គនេះប៉ុណ្្នេះគឺល្មមដែលយើងអាចយកទៅផ្សំនឹងថង់បដោះបានបាទដើមប៉ុណ្្នេះឯងហើយអានេះគឺជាដើមឈ្មោលហើយបងប្អូននេះមានតែឫសកែវមកឆ្កុយហ្នឹងជាដើមឈ្មោលបាទអញ្ចឹងមើលយើងដកបន្ថែមមើលទៀតឈ្មោលនេះដើមអាចញីបងប្អូនបាទនេះជាកូនល្ហុងដែលយើងបានដកអំបញ្ញមិញណាបងប្អូនបាទជាកូនល្ហុងដែលយើងបានដកអំបញ្ញមិញហ្នឹងបាទអញ្ចឹងក្នុងការកំណត់ភេទល្ហុងពូជល្ហុងញីឈ្មោះយើងអាចកំណត់វាបានណាបងប្អូនតាមរយៈការកែខៃទៅលើប្រព័ន្ធឫសរបស់វានេះឯងហើយកូនដែលយើងអាចដកយកមកផ្សំនៅក្នុងថង់បដោះកូនឈើវិញជាទូទៅកម្ពស់ប្រមាណជា1ទឹកបងប្អូនបាទ1ទឹកនេះរឿងលើសបន្តិចហើយបងប្អូនដោយសារខ្ញុំសាបចោលហើយយើងមិនបានផ្ដោតទៅលើវាសំខាន់ទៅក៏សាបចោលបាទវាសបោដែរហើយក៏ព្រោះគ្រាប់ចោលទៅក៏វាដោះមកអញ្ចឹងខ្ញុំចង់បង្ហាញបងប្អូននៅក្នុងវីដេអូនេះអំពីរបៀបក្នុងការកែខៃល្ហុងឈ្មោលឲ្យទៅជាល្ហុងញីវិញបាទបងប្អូនយើងធ្វើការកាត់ឫសកែវវាបងប្អូននេះកាត់ឫសកែវវាបាទកាត់ប៉ុណ្ណឹងមកហើយយើងយកទៅស្ទូងនៅក្នុងថង់បដោះយើងវិញបាទស្ទូងនៅក្នុងថង់បដោះយើងវិញដើម្បីយើងបានល្ហុងញីបាទធ្វើរបៀបនេះភាគរយដែលคล้ายទៅជាល្ហុងញីគឺខ្ពស់បងប្អូនខ្ពស់បាទនេះថង់បដោះកូនឈើរបស់យើងបងប្អូនចាក់ទឹកឲ្យវាជោគមកយើងចាក់ទឹកជោគហើយយើងអាចយកកូនហុងយើងយកមកផ្សំបានហើយបងប្អូនបាទតទៅពីនឹងមកកូនហុងរបស់យើង